គឺជារបៀបវាយដាន់ចិនឬមួយក៏របៀបរលុយភាគទី2អញ្ចឹងការពិភាក្សាមួយគ្នាយើងចេះហើយពីរបៀបរលុយឲ្យខ្លួនឯងនិងរបៀបរលុយឲ្យបេះហើយភាគ2នេះគឺយើងមករៀនវាយដាន់ចិនទាំងអស់គ្នាគឺវាយមេពួកនេះហើយពួកវាពិតជាមានប្រយោជន៍ខ្លាំងមែនទែនក្រៅពីរលុយហើយគឺអាចឲ្យយើងរក enchant ខ្លាំងបានទៀតឧទាហរណ៍ថា Minecraft Zin គឺអាចឲ្យអ្នកទាំងគ្នា enchant បានត្រឹមសាប់ណេះ file ទេអញ្ចឹងអ្នកទាំងគ្នាអាចយកសភៅសាប់ណេះហ្នឹងយកទៅបូកជាមួយនឹងដាវរបស់យើងគឺអាចបានសាប់ណេះ file ប៉ុន្តែ វាយដាន់ចិននេះគឺអាចឲ្យអ្នកទាំងគ្នា upgrade ដាវលើសពីសាប់ណេះ file គឺ6 7 8អីចឹងទៅអញ្ចឹងអ្នកទាំងគ្នាដឹងហើយដាវសាប់ណេះ file គឺឈឺអីតម្រាំតែលើសពី file ទៀតមិនដឹងថាខ្លាំងប៉ុណ្ណាទេអញ្ចឹងឥឡូវខ្ញុំឲ្យអ្នកទាំងគ្នាមើល item ក្នុងដៃខ្ញុំមួយដែលវាមានឈ្មោះថា Dungeon Enchant សាប់ណេះ 6 គឺសាប់ណេះ 6 នឹងឯងអញ្ចឹងវាមិនមែនរូបសភៅទេសាប់ណេះ file គឺរូបសភៅប៉ុន្តែសាប់ណេះ 6 គឺលេខរូបសភៅហើយគឺរូប Nether Star តែយើងហៅវាថា Dungeon Enchant សាប់ណេះ 6 ហើយ Dungeon Enchant នឹងដែរក៏មិនមែនមានតែមួយនឹងដែរគឺមានច្រើនមែនតើខ្ញុំសូមលាក់សិនអញ្ចឹងធ្វើមិនបានពួកវាហើយធ្វើមិនយកពួកវាមក upgrade ជាមួយនឹងដែរយើងបានតោះទៅជាមួយខ្ញុំទាំងអស់គ្នាអញ្ចឹងនៅពីខាងមុខអ្នកទាំងអស់គ្នានេះគឺជា Dungeon Ground ឬមួយក៏យើងហៅថាកន្លែងវាយ Dungeon កន្លែងវាយ mob នឹងឯងហើយខ្មែរយើងគឺហៅថាកន្លែងវាយមេនៅក្នុងវគ្គនីមួយៗគឺមានមេខុសៗគ្នាហើយមេទាំងអស់ហ្នឹងក៏មានតម្លៃលុយខុសៗគ្នាដែរសម្រាប់ Training Ground គឺមានមេមួយឈ្មោះថាមេ Training Ground នឹងឯងមានរូបរាងបែបហ្នឹងហើយនេះគឺជាមេ Player Ground គឺមានរូបរាងបែបហ្នឹងហើយនេះគឺជាមេសម្រាប់ VIP Ground គឺមានរូបរាងបែបហ្នឹងហើយនេះគឺជាមេ MVP Ground មានរូបរាងបែបហ្នឹងហើយសម្រាប់មេ MP Player Ground គឺមានរូបរាងបែបហ្នឹងតែមេទាំងអស់គឺមានកម្លាំងខុសៗគ្នាសម្រាប់នេះគឺជាមេ level 1មានកម្លាំងមិនសូវខ្លាំងទេហើយបានលុយក៏មិនសូវច្រើនដែរហើយនេះមេ level 2មានកម្លាំងរៀងខ្លាំងជាងមុនបន្តិចហើយបានលុយច្រើនជាងមុនបន្តិចដូចគ្នាហើយសម្រាប់មេទី3គឺខ្លាំងជាងមេទី2ហើយក៏លុយច្រើនជាងមេទី2ដែរទី4ទី5ក៏ដូចគ្នាកាន់តែខ្លាំងហើយលុយកាន់តែច្រើនដូចគ្នាអញ្ចឹងដើម្បីវាយវគ្គទី2ទី3ទី4ទី5បានលុះត្រាតែអ្នកទាំងគ្នាវាយវគ្គ1ឲ្យឈ្នះសិនបើវាយវគ្គ1ឬមួយក៏វាយ Training Ground នេះអត់ឈ្នះទេបាច់ទៅវាយទី2ទី3ទី4ទី5ទេគឺគេអត់ឲ្យវាយទេតោះឥឡូវយើងចូលលេងវគ្គ1ឬមួយក៏វគ្គ Training Ground ទាំងអស់គ្នាប៉ុន្តែត្រូវចាំថាមុននឹងចូលលេងអ្នកទាំងគ្នាត្រូវត្រៀមខ្លួនទៅហើយកៅអៅជាមួយនឹងអាវុធត្រូវត្រៀមមកហើយព្រោះចូលទៅគឺយើងចូលទៅប្រយុទ្ធមិនមែនចូលទៅរត់លេងទេប្រាប់ហើយហើយពេលងាប់ក៏បាត់ item អស់ដែរចឹងអត់លេងសើចទេយើងត្រូវត្រៀមកៅអៅត្រៀមអាវុធហើយក៏ត្រៀមគ្នាដែរអញ្ចឹងវគ្គទាំងអស់តម្រូវឲ្យមានគ្នាមកលេងកើតអញ្ចឹងតតែ5នាក់មកលេងកើតឥឡូវនេះគឺអ្នករងចាំ waiting តែ2នាក់ទេអត់ដល់5នាក់លេងកើតទេអញ្ចឹងឥឡូវមានគេមានឯងមកចុចអាហ្នឹងចាំលេងដែរឥឡូវខ្ញុំចុចមួយដែរទៅគឺឡើង3នាក់អីអញ្ចឹងយើងត្រូវរងចាំឲ្យគ្រប់5នាក់អញ្ចឹងពេលចុចអញ្ចឹងហើយអ្នកទាំងគ្នានឹងលឺភ្លេងហើយវាចាញ់ពាក្យ queuing នៅក្រោមនេះអញ្ចឹងពេល queue អញ្ចឹងអ្នកទាំងគ្នារងចាំសិនទៅ best ក៏បានទៅណាក៏បានដែររងចាំទៅតែគ្រប់5នាក់គឺវាចូលហើយអូខេឥឡូវមានម៉ួយមកមួយទៀតអីបាន4នាក់អីគឺយើងត្រូវរងចាំយូរមែនតើមកហើយមិនដល់ទៀតមកតោះ5អីអូគ្រប់5ភ្លាមវាមិនមែនចូលភ្លាមទេវាឲ្យយើងនៅចាំមួយផ្លែតទៀតសិនហើយយើងចូលលើនេះចូលលើចាំយូរដោយសារតែឥឡូវហ្នឹងម៉ោងពេលយប់អីនេះយើងម៉ោងយប់ជ្រៅអីម៉ោងប៉ុន្មានអីប្រូអី0ម៉ោង7:02អីប្រូម៉ោង1:40ម៉ោង1:40អីម៉ោង1យប់អីនេះយើងតើឥឡូវ start អីនេះ5 4 3 2 1ទៅអី let's go block down 1អញ្ចឹង mob គឺវាគីឡូអញ្ចឹងឯងគ្នាយើងនេះវាគីឡូណាវាហើយគេភ្លឺណាប្រូយើងស្រួលមើលហ្នឹងហើយអញ្ចឹងគ្នាយើងវាយមកសម្រាប់វាមកគឺបានលុយអញ្ចឹងកំឡុងពេលវាយវាងាប់ហ្នឹងគ្នាយើងអាចតែមានឱកាសទទួលបាន item មួយតាមទីទៀតខ្ញុំប្រាប់ថា item ហ្នឹង item អីគេហើយគ្នាយើងវាយសិនទៅតែឥឡូវនេះយើងកំពុងតែនៅ round ទី1ហើយសរុបទាំងអស់4 round ហ្នឹងហើយ4 round ហើយកុំភ្លេច take care ជាមួយជីវិតខ្លួនឯងផងតើងាប់គឺបាត់ item ហើយអញ្ចឹងគ្នាយើងញ៉ាំអីឲ្យឈាមពេញមកនេះជ្រួយនេះអូខេឥឡូវនេះខ្ញុំបាន item ហ្នឹងហើយ item ក្នុងដៃខ្ញុំគឺមានឈ្មោះថា training scrap ហ្នឹងហើយគឺដុំដែកទូចនេះអញ្ចឹងចង់ប្រាប់គ្នាយើងថាអា training scrap ហ្នឹងហើយដែលយើងអាចនឹងមានឱកាសដូរយក enchant ខ្លាំងអញ្ចឹងយើងវាយឲ្យដល់វគ្គ4ទៅយើងនឹងរកឃើញកន្លែងដូរ enchant ខ្លាំងហើយ round 3យ៉ាងគ្នាយើងបាច់ខ្វល់ទេចិត្តតែវាយរហូតទៅវាយងាប់មកមួយគឺបានលុយមួយអញ្ចឹងឥឡូវយើងចូលមករលុយចូលមកច្បាំងគឺយើងគិតតែច្បាំងសិនទៅហើយកុំភ្លេចមើលដីផងគឺវាជ្រុះ scrap អញ្ចឹងគ្នាយើងចាំរើស scrap ហ្នឹងទៅដល់វគ្គចុងបញ្ចប់ខ្ញុំនឹងប្រាប់គ្នាយើងថាយើងយកទៅដូរតាណាហើយចិត្តតែវាយសិនទៅគ្នាយើងហើយបាច់ខ្វល់ផ្លូវដើរតាណាទៅណីទេឃើញមកតាណាដើរទៅរកទៅមកទៅព្រោះមកហ្នឹងវាភ្លឺអញ្ចឹងយើងស្រួលមើលវាទេអូខ្ញុំមានអារម្មណ៍មកវាយឈឺប្រូអូមានអីស៊ីហ៎ប្រូដាក់ពណ៌មកខ្លះមកទៅធ្វើមកខ្លះមកអែមគេនេះអត្ថប្រយោជន៍យកគ្នាមកលេងអញ្ចឹងគ្នាយើងពេលអស់ឲ្យធ្វើយើងអាចសុំគ្នាបានយើងអាចចែកគ្នាបានហើយខ្ញុំសុំកាន់ធោះធ្វើហ្នឹងនេះអត់កើតទេ Final round អូខេអញ្ចឹងយើងដល់វគ្គ4ហើយតោះអូខេអញ្ចឹង Final round គឺមានមេគ្នាយើងតិចទៀតមេកើតមកហើយអញ្ចឹងគ្នាយើងត្រូវត្រៀមវាយមេគឺលុយច្រើនមែនតើបាទកូនចៅនេះលុយមិនសូវប្រហែលនេះវគ្គដំបូងអញ្ចឹងត្រូវហ៎ប្រូហ្នឹងហើយប្រូហ្នឹងហើយអូ boss spawn អីនេះពេល boss spawn គឺវាលឺសំឡេងអញ្ចឹងហើយវា spawn មកហើយអូខេអញ្ចឹង boss នៅទៅនេះមករត់មកអូប្រូជួយខ្ញុំប្រូជួយខ្ញុំហើយតើឥឡូវយើងច្បាំងជាមួយ boss ទាំងអស់គ្នាវាយវាទៅអានឹងយើងជួយវាយទាំងអស់គ្នាទៅពេល boss នឹងងាប់វានឹងចែកលុយឲ្យយើងដែរអ្នកវាយបានកាន់តែច្រើនបានលុយកាន់តែច្រើនដូចគ្នាឥឡូវកុំភ្លេចស៊ីឈាមខ្លួនឯងអូខេចិត្តងាប់ហើយស្ដល់94ឈាមទេព្រួតមកវាយ
ngọp ok chẳng nhung vay bố mình nắng cứ nhung tụi tôi ban lôi thôi tao bay roi chiêng này dường bay roi chiêng chẳng bố vẹt tụi bố cứ ban lôi riêng tích tế hay nào mua tiết vay kia tràn chẳng cứ chạy lôi kia tràn chẳng ban là sai tràn thế mình tay bố vẹt pi vẹt bay vẹt buôn vẹt pram ấy cứ tràn mình tên giờ lại đi cứ nhung chini hay này chini hay này nhung vay mọp ấy vậy chini hay chẳng rong cham tích tới viên nòm dưng tạt cắn còn với nhảy cái này dưng lại ta bị dối nè tao này pi mê có plek vẹt pon chỉ mới năng training scrap nè chẳng ta dưng do viên tao đâu chỉ mới năng sập phơi enchant clang tao này chẳng nó pe này nè tao này vay mà đo vẹt trong cày vẹt final round nắng cứ nè tao này nâng khơi với chơi môi hay để mình mua tha training ground shop chấm này nơi vẹt player ground cứ mua tha player ground shop VIP ground shop ông VIP ground shop rồi mới có ông P plus ground shop vậy chẳng từ chẳng đánh chân ground thì nắng cứ min map từ môi hay pet nắng cho nơi cái lấy từ môi thế thì nè tao này vay mà đo vẹt và chop cứ khơi vì vậy chẳng ta chẳng chặt vì máu chẳng mưa tao này tha ta scrap bỏ dương đâu ban này kia khla chẳng ô mưa máu cứ ban là bao trán men tên bên tai cứ admin đánh chân enchant thế oh my god chẳng vẹt training ground cứ admin thế thì sao vi vẹt tập bóng page vi easy page kẹt ai nè tao này đâu về ban thế bên tai chẳng na training scrap này vi men odd bây giờ cho thế chẳng na có miền item khla ai nè tao này đâu ban đấy chẳng lấy đi như miền bay training scrap nhưng thì cả đâu ban sẽ cô đập vào mũi đấy nhưng thì cả đâu về máu lập chẳng bị chạy tha scrap nơi vẹt training cứ đâu đánh chân enchant ban thế chẳng bà training ground nâng ban thế nhưng thiệp vi cháu nhưng mà lên player ground mà đòn chẳng na vi odd card thế mà nè tao này trong vào vai player ground lúc ta tại trong card training ground chỉ muốn sân và vai vẹt training ground ở trên này nè tao này công sản cơm mà vai player ground cứ server odd ai nè tao này vai thế giờ lấy dân vai trên này odd bánh ha thế tao lấy dân châu player ground ở này chẳng bị top bị chốt chẳng hai khi dân chăm tới dân bạch fall cho anh thế dân tới bé các bạn tới thơ fall đầm nam tới man tới các bạn đấy tụi khăn ở từ tiêm cả ai tiêm đai tục váy đập pe đo máu với start con ai vậy chẳng bạch fall thì chốt chào tới chẳng nhung kết hai cả ai bảo nhung mà toàn khăng thế nơi vẹt training mình nâng vai training ở trong này hỏng bọn từ vai player ground tiết ai từng mọc vai nhung ngọp tao rồi mới xong cả ai khám ao diamond rồi ok lấy như mình diamond pẹt mà xe đấy ok tạt tiêm cho vài ngọc nè ok này dân lấy group ấy group mẹ group pram nè thế group mũi nè nè ôi nhung chăm là mà ngay này dân chắc được chẹt ra chẳng có lòng pe chăm nó này dân cùng nơi chăm được nhung chẳng miền cang như từ thơ từ man từ pha bay nơi bé dân từ bạch này chăm thế cho trao từ về group mà nó cứ về chat start luôn này nhỉ pram 4 7 pi mũi let's go round 1 ok lấy dân màu ốt mơ được ngọc nè tha nơi đi dân vay tới ban scrap hay do đồ chỉ mũi nâng đánh chân enchant dân bạn nọ chẳng trong và chẹt tha nâng pe khla viên mến cha tờ lẹ thế này dân dù với lẹ môi thế hay lẹ mau dân ở rồi toàn kê tiết chọc này final round ok này dân lấy đi cứ nhông vay mà đó final round này lấy tờ dân tư đồ được ngọc nè hay đó lại đi xong và chẹt tha một bộ nâng cứ rất là khăng tới này dân khi mà round cứ một khăng tới dân đi dân tới bị giật luôn ấy tờ lấy dân tờ đa ro pẹ nâng một nâng máu ní dân đa mà đó khơi nhảy cứ vừa lấy chớ mua tha player ground shop dân cầm long khi dân vay khi dân mà trade nó chặt pẹ nâng trade máu nâng một nâng ok ní thì bấm phốt cứ ai trade cho ba này player scrap cứ ai trade bán đánh chân enchant protection file player scrap đập pi cứ ai bán sập nè mũi hay player scrap đập pi tiết cứ ai đồ bán power mũi chẳng không luôn mà nhóm cứ bán scrap tị tế này dừng cứ tập bán pi scrap thế nhưng scrap nó còn viên mẹ solo ro vào mát này chẳng khi dân trong ban nắng tới thì to su tị lấy u tờ ho tha nhóm ai cho ro bán scrap nắng đập pi hơi cứ mình nắng kia nhóm ao nhóm chẳng mình nè tao kia rọt bán thế nè tao kia thử vay pi vẹt bay vẹt buôn pram vẹt vay là hốt to tập bán group tới hay pelena đại group hơi đo vẹt final round cứ dương mặt đôi chỉ môi nắng áp pẹ ground shop nâng màu chẳng chạy lừa pẹ nâng màu hay nhóm chập đam đô tam đong tới chỉ môi nắng sập nè và mùi đập pi scrap đôi gió sập nè và mùi cái lại đi nhóm tụi tôi ban vi ấy chẳng xong và chạy tha VIP ground ông VIP ground ông P plus ground cứ sát ta cho enchant khăng ban tầng để nó VIP ground cứ VIP scrap ad đô ban và protection và mùi sập nè pal and breaking buôn power pal chẳng cứ lừa player ground tiệt lấy dân mà mưa ông P ground mà đón thì ông P scrap cứ ad đô ban protection và pal sập nè và bay I'm breaking file hay nâng power 8គឺវារត់តែខ្លាំងជាង VIP ទៀតចុះតម្រាំតែ MP plus ground វិញយើងចុចមើលទាំងអស់គ្នាមក MP plus scrap គឺអាចដូរបាន protection 9ចាប់នេះ10 and breaking 6ហើយ power 10គឺសិតតែខ្លាំងយកតែមែនតែម្ដងតែត្រូវចាំថាតម្រាំទៅវាយបានគឺដូរជីវិតណាស់ដែរជាបន្តទៀតគឺយើងយកអាហ្នឹងមកបោកចូលអាវុធយើងទាំងអស់គ្នាដូចទាំងអស់គ្នាដឹងអញ្ចឹងគឺខ្ញុំមាន sharp នេះ6ហើយខ្ញុំចង់បោកចូលដែរ diamond របស់ខ្ញុំតើអាចបោកបានអត់តែនៅពីខាងគៀន dungeon ហ្នឹងគឺមាន dungeon anvil មួយសម្រាប់ឲ្យអ្នក
តោះគ្នាបូកអីចឹងចុចលើ Anvil នឹងមកហើយយើងដាក់ដាវចូលហើយយើងដាក់ Dungeon Enchant ចូលប៉ុន្តែគឺវាចេញសញ្ញាថាអត់បានទេអញ្ចឹងហេតុអីបើអត់បានអ្នកទាំងនេះមកអានលើ Dungeon Enchant នឹងទាំងអស់គ្នាទៅសម្រាប់តម្រូវការវាគឺតម្រូវការ Subness File អញ្ចឹងដែរអ្នកទាំងគ្នាត្រូវមាន Subness File ជាមុនសិនទើបអាចបូកចូល Subness Six បានឃើញអត់របស់ល្អមិនមែនងាយយកទេជឿខ្ញុំទៅអញ្ចឹង Subness File អ្នកទាំងគ្នាយកមកពីណាពីណីខ្ញុំអត់ដឹងទេត្រាជាមួយ Villager ឬមួយក៏ទិញ Player គ្នាឯងធ្វើមិនធ្វើទៅឲ្យតែបានតែឥឡូវនេះគឺខ្ញុំរកបានដាវមួយហើយ Subness File and Breaking 2 ហើយ Mending ទៀតអញ្ចឹងតោះយើងមក upgrade ទាំងអស់គ្នាយើងចុចទៅលើ Dungeon Anvil នឹងមកបន្ទាប់មកយើងដាក់ដាវយើងចូលមកហើយយើងដាក់ Subness 6យើងចូលមកដូចគ្នាមកយើងនឹងទទួលបានដាវកណ្ដាលនេះហើយនេះគឺ Subness 6 and Breaking 2 ដដែលនិង Mending ដដែលដូចគ្នាអញ្ចឹងយើងចុចយកមកទីបំផុតយើងបានដាវ Subness 6ហើយសូមបញ្ជាក់បន្តិចកន្លែងនេះគឺដាវអ្នកទាំងគ្នាមាន enchant អីគឺ enchant នឹងដដែលអត់បាត់អីទេឃើញចាស់ស្ដាយហើយ and Breaking ដដែល Mending ដដែលអូខេប៉ុណ្ណឹងគ្នាយើងយល់នៅហើយសម្រាប់ enchant បន្ទាប់ទៀត Subness 7 Subness 8ហ្នឹងគឺអ្នកទាំងគ្នាទៅរកពី Dungeon ហើយយកមកបូកជាមួយនឹង Anvil ខ្លួនឯងមកប៉ុន្តែត្រូវចាំថាអ្នកទាំងគ្នាមានដាវ Subness 6ដូចគ្នាឧទាហរណ៍ចង់បាន7ត្រូវមាន Subness 6ចង់បាន Subness 8ត្រូវមាន Subness 7គឺយកមកបូកតអញ្ចឹងម្ដងទៀតរបស់ល្អមិនងាយស្រួលរកដោយការគិតទេហើយរបស់ល្អក៏មានតិចដែរអត់មានច្រើនទេអញ្ចឹងមានប៉ុណ្្នឹងសង្ឃឹមថាអ្នកទាំងគ្នានឹងយល់ពីអ្នកគេយល់ខ្លះខមមិននៅខាងក្រោមមើលខ្ញុំចង់ដឹងហើយអ្នកដែលយល់ហ្នឹងគឺសិតតែអ្នកឆ្លាតហើយហើយអត្ថប្រយោជន៍នៃការវាយ Dungeon និងរបៀបវាយ Dungeon គឺមានប៉ុណ្្នឹងហើយរបៀបរកលុយភាគទី3ឬមួយក៏របៀបរកការងារធ្វើហ្នឹងយើងនឹងជួបគ្នានៅវីដេអូក្រោយអញ្ចឹង IP server និង port server គឺខ្ញុំដាក់ឲ្យនៅខាងលើហ្នឹងពួកយើងនឹងជួបគ្នានៅក្នុង server ទាំងអស់គ្នា